រៀបសួរបងប្អូនទាំងអស់គ្នាចាថ្ងៃនេះខ្ញុំសូមចែករំលែកតាក់ទងជាមួយនឹងការរកចំណូលទៀតហើយចាអញ្ចឹងខែរកបាន1000ដោយយើងនៅតែផ្ទះឬក៏យើងប្រើចំណាយដើមទុនតិចបំផុតតាមដែលអាចធ្វើបានអញ្ចឹងថ្ងៃនេះខ្ញុំសូមចែករំលែកតាក់ទងជាមួយនឹងការថែទាំសត្វចិញ្ចឹមចាអញ្ចឹងបងប្អូនទាំងអស់គ្នាដឹងហើយថាសម័យបច្ចុប្បន្នណាសត្វចិញ្ចឹមដូចជាឆ្កែដូចជាឆ្មាអីទៀតណាលេងคล้ายទៅជាសត្វដូចគេនិយាយកាលមុនហើយគឺដូចជាសមាជិកគ្រួសារនៅក្នុងផ្ទះអញ្ចឹងចាអញ្ចឹងគឺពី middle រហូតដល់ high ចាពីកម្រិតមធ្យមរហូតដល់កម្រិតខ្ពស់ហ្មងគឺគាត់ពីច្រើនហ្នឹងគឺ lifestyle របស់គាត់គឺគាត់ចូលចិត្តសត្វចិញ្ចឹមធ្វើដូចជាសមាជិកក្នុងក្រុមគ្រួសារអញ្ចឹងចាអញ្ចឹងគឺគាត់ត្រូវការថែទាំត្រូវការ grooming សត្វត្រូវការលក្ខណៈថាដូចមនុស្សអញ្ចឹងចាដូចមនុស្សយើងរាល់ដងគឺត្រូវការមាន shampoo កក់សក់ក្បាលត្រចៀកត្រូវការមានសេវាកម្មកាត់កញ្ចក់ដៃកញ្ចក់ជើង spa អីចឹងណាចាអញ្ចឹងសត្វក៏ដូចគ្នាដែរត្រូវការសេវាកម្មអស់នឹងហើយពេលខ្លះគឺគាត់ត្រូវទៅខេត្តអីគាត់ត្រូវការ day care គាត់ត្រូវការ night care អីចឹងណាអញ្ចឹងអានឹងគឺជាប្រភពចំណូលដែលយើងអាចរកបានហើយមាន high profit margin ទៀតអញ្ចឹងសម្រាប់បងនៅផ្ទះគឺគាត់អាចសិក្សាកន្លែងហ្នឹងគាត់អាច research បន្ថែមតាក់ទងជាមួយនឹងការថែទាំសត្វចាព្រោះអ្វីដែលគេចង់បានហ្នឹងទី1គឺតាក់ទងជាមួយនឹង professional តើយើងនឹង professional អត់ទី2ហ្នឹងគឺកន្លែងយើងគឺ clean អត់ទី3ការទុកចិត្តបានអត់ trust បានអត់ចាទី4ហ្នឹងគឺសេវាកម្មយើងរស់រីរាក់ទាក់ជាមួយនឹងអតិថិជនអត់ចាអញ្ចឹងគឺគាត់ត្រូវការចំណុចទាំងអស់ហ្នឹងអញ្ចឹងបើសិនជាយើងមានចំណុចទាំងអស់ហ្នឹងហើយគឺយើងអាចធ្វើ marketing បានហើយយើងអាចយកតម្លៃអាចមួយខែអាចបានពីចន្លោះពី900ទៅ1000អីចឹងទៅឬក៏អាចបានលើសនឹងបើសិនជាយើងមាននៅគេហៅថាការធ្វើទីផ្សារយើងបានទូលំទូលាយជាងហ្នឹងអញ្ចឹងបងអាចធ្វើតាម TikTok ក៏បានតាម Facebook តាមYouTube អីក៏បានដែរតាក់ទងជាមួយនឹងសេវាកម្មហ្នឹងគឺពេញនិយមខ្លាំងមែនតើចាស់ព្រោះឥឡូវខ្ញុំឃើញ lifestyle គឺម្នាក់ចូលចិត្តចិញ្ចឹមសត្វដូច family ចឹងដូចគ្រួសារបេះបិទហ្មងហើយខ្ញុំមានអារម្មណ៍ថាខ្ញុំឃើញសេវាកម្មហ្នឹងគឺងាយស្រួលហើយគឺមនុស្សមួយថ្ងៃគឺ sourcing search រហូតយើងឲ្យយើងវាយ keyword ឲ្យតែត្រូវទៅគេ search ឃើញហើយចាហើយសេវាកម្មរបស់យើងល្អការថែទាំយើង professional យើង review យើង always clean ហើយជាមួយនឹង professionalគឺសម្រាប់ការថែទាំហ្នឹងគឺមានដូចជាការសម្អាតត្រចៀកការកាត់កញ្ចក់ដៃកញ្ចក់ជើងការ trimming ការអីចឹងណាហើយ shampoo ឬក៏បើសិនជាបងប្អូនទាំងអស់គ្នាមានវិជ្ជាជីវៈខាងផ្នែកវ៉ាក់សាំងអីក៏កាន់តែល្អតែបើសិនជាយើងអត់ទាន់ទេចំណុចចាប់ផ្ដើមរបស់យើងគឺយើងតាក់ទងជាមួយនឹងការថែទាំ day care night care សិនទៅចាអញ្ចឹងគឺចំណុចអស់ហ្នឹងគឺសំខាន់មែនតើអញ្ចឹងបងសាក់សម័យថាក្នុងមួយថ្ងៃបើសិនជាឧទាហរណ៍ឆ្កែមួយយើងយកមិនបាច់យកច្រើនយកតែ$10ក្នុងឆ្កែមួយឬក៏ឆ្មាមួយអញ្ចឹងមួយថ្ងៃយើងទទួលតែ4បានហើយមិនបាច់ចាំទទួលច្រើនទេក៏ប៉ុន្តែយើងអាចទទួលបានច្រើនជាងនឹងទៀតប៉ុន្តែយើងសាកទទួលតែ4សិនអញ្ចឹងក្នុងមួយថ្ងៃ4ក្នុងមួយខែយើងគិតថាតែ26ថ្ងៃបានខ្ញុំអត់យកដល់30ថ្ងៃទេអញ្ចឹងក្នុងមួយគឺ$10គុណនឹង4គឺ$40ក្នុងមួយថ្ងៃ40គុណជាមួយនឹង26ថ្ងៃគឺយើងឃើញ1040ហើយចាអញ្ចឹង1040ក្នុងមួយខែចាដោយការដែលខ្ញុំនិយាយពីចំណុចតិចៗទេតែបងអាច add service added service នៅក្នុងនឹងទៀតតកតូនជាមួយនឹងការ day care ការថែទាំការលក់ចំណីសត្វការលក់គ្រឿង accessory របស់សត្វអីចឹងទៀតក៏កាន់តែល្អដែរចាអញ្ចឹងគឺបងអាច add បន្ថែមតែចំណុចចាប់ផ្ដើមសិនណាគឺយើងធ្វើម៉េចឲ្យមានគេចូលមកសិន front end របស់យើងគឺគេចូលមកសិនឲ្យគេស្គាល់ពីសេវាកម្មស្គាល់ថាយើងជាអ្នកណាសិនចាអញ្ចឹងបន្ទាប់មកគឺយើងអាច adding បន្ថែមពីលើហ្នឹងទាំង service ឬក៏ផលិតផលនៅក្នុងហ្នឹងដែល relatedជាមួយនឹងសត្វចាព្រោះយើងដឹងហើយយើងអាចគិតមើលថាតើពេលគេយកសត្វមកហ្នឹងគឺយើងគេត្រូវការអីទិញឲ្យគេខ្លះពេលខ្លះយើងអាចលក់បានអញ្ចឹងអ្វីដែលយើងអាចធ្វើយើងអាចមួយទៀតណារកភ្ញៀវគឺយើងអាចរកតាម social media លក្ខណៈ online ឬក៏យើងអាចcorporate ជាមួយនឹងខាងពេទ្យសត្វឬក៏ខាងលក់ចំណីសត្វឬក៏យើងតាក់ទងទៅខាង condo ខាង apartment ដែលគាត់ភាគច្រើនគឺគាត់ចិញ្ចឹមសត្វយើងអាច direct តាក់ទងជាមួយគាត់ក៏បានឬក៏យើងតាក់ទងជាមួយអ្នកដែលគាត់មាន contact ភ្ញៀវស្រាប់ក៏បានដែរយើងអាចថា share benefit គ្នាណាទៅខាងពេទ្យសត្វខាងអ្នកលក់ចំណីសត្វឬក៏បណ្ដាញផ្សេងទៀតយើងអាច share benefit គ្នា win win ទាំងអស់គ្នាចាអញ្ចឹងបងទាំងអស់គ្នានេះគឺជាវិធីដែលយើងអាចរកប្រាក់ចំណូលបានបន្ថែម
ពីលើការដែលបងនៅផ្ទះណាព្រោះដោយសារយើងគិតថាយើងគួរតែមានចំណូលបន្ថែមក្នុងបរិបទបច្ចុប្បន្ននេះដោយចំណាយដើមទុនតិចបំផុតតាមដែលអាចធ្វើបានបងទាំងអស់គ្នាសូមចូលទៅក្នុង channel YouTube របស់នាងខ្ញុំហើយចូល Subscribe ផងណាអរគុណច្រើនមែនតើហើយនាងខ្ញុំនឹងចែករំលែកតាក់ទងជាមួយនឹងវិធីសាស្ត្រនៅក្នុងការរកប្រាក់ចំណូលបន្ថែមទៀតចាអរគុណច្រើន